大家好，今天我们来学习 ASK 3节的标准教程哈。OK， cái này cứ dương một điền to, tuần nâng mê điền ASK 7 và dương một to tiết. Cái này cứ dương một điền chúng là biết cần lược muối họ. Chẳng họ nó không bị xả chân Việt cái lại này cứ trong trọng bí chia của bố ủy ha, chia của bố ủy này cứ chia biết bỏng bình bọn thái mình trọng bí là tập phó na, chia của này cứ là tập phó bố ủy này cứ biết bỏng bình bọn thái. Chẳng này cứ chỉ ខ្លឹមសារក៏ដូចគេហៅថាការពន្យល់បកស្រាយរបស់វារវាងពាក្យហៅនិងថាគេប្រើបែបណានៅក្នុងភាសាចិនអូខេចុះយើងមកសិក្សាជាមួយគ្នា结果不语好用在冬至的后边如吃好准备好表示冬至完成并让人满意我吃完了只表示冬至完成我吃好了表示不单吃完了，而且吃得很满意。例如，有没有例如哈？今晚的电影小刚已经买好票了，饭还没煮好，请你等一会儿。去旅游的东西准备好了吗？我还没想好要不要跟你去呢。OK， 你这就មកបកប្រែជាមួយគ្នា结果不语好ពីបំពេញបន្ថែមបញ្ជាក់ផលិតផលហោយងចាយតុងឈឺទៅហៅ边ប្រើនៅខាងក្រោយកិរិយាសព្ទតុងឈឺនៃកិរិយាសព្ទហៅ边ខាងក្រោយយងចាយប្រើនៅណាប្រើនៅរូនៅឧទាហរណ៍ណារូ吃好ញ៉ាំហើយជូនបៃហោត្រៀមរួចហើយ表示冬至完成បញ្ជាក់អំពីសកម្មភាពនឹងគឺចប់រួចរាល់表示បញ្ជាក់ពី冬至សកម្មភាព完成នេះគឺរួចរាល់ណាពីងព្រមទាំងរាំងរិនម៉ានអ៊ីព្រមទាំងឲ្យគេនឹងពេញចិត្តចឹងបានន័យថានៅពេលដែលយើងប្រើពាក្យថាឈឺហៅជួនបៃហៅគឺបញ្ជាក់អំពីសកម្មភាពនឹងរួចរាល់ហើយព្រមទាំងឲ្យគេនឹងមានភាពពេញចិត្តទៀត我吃完了ខ្ញុំញ៉ាំរួចហើយ只表示冬至完成គ្រាន់តែបញ្ជាក់អំពីសកម្មភាពមួយនឹងគឺរួចរាល់我吃好了ខ្ញុំញ៉ាំហើយ表示不单吃完了អញ្ចឹងពាក្យថា我吃好了ខ្ញុំញ៉ាំហើយនេះបញ្ជាក់អំពីមិនត្រឹមតែបញ្ជាក់អំពីអីមិនត្រឹមតែបញ្ជាក់អំពីញ៉ាំរួចរាល់ហើយទេ而且ថែមទាំង吃得很满意ថែមទាំងញ៉ាំបានដោយពេញចិត្តអញ្ចឹងនៅពេលដែលយើងប្រើ我吃好了គឺមិនត្រឹមតែបញ្ជាក់អំពីយើងញ៉ាំហើយរួចរាល់ហើយទេថែមទាំងញ៉ាំដោយមានភាពពេញចិត្តដោយភាពសប្បាយរីករាយចឹងយើងប្រើ我吃好了ប៉ុន្តែ我吃好了នេះគឺយើងប្រើនៅក្នុងទម្រង់ស្ថានភាពមួយដែលភ្លាមឧទាហរណ៍យើងទៅញ៉ាំអាហារនៅកន្លែងណាមួយជាមួយនឹងមិត្តភ័ក្តិរបស់យើងចឹងទៅចឹងដល់ពេលគិតលុយចឹងដល់ពេលគិតលុយហ្នឹងគេតែសួរគ្នាថាតើអ្នកញ៉ាំតើអ្នកញ៉ាំហើយនៅមែនទេ你吃好了吗我吃好了ចឹងយើងញ៉ាំរួចហើយចឹងនៅពេលហ្នឹងយើងប្រើ我吃好了គឺយើងអត់ប្រើ我吃过了យើងអត់ប្រើចឹងទេប៉ុន្តែបើសិនជាកន្លងផុតទៅរយៈពេលរៀងយូរឧទាហរណ៍你吃饭好了吗你吃饭好了吗你吃了吗ញ៉ាំបាយនៅញ៉ាំហើយនៅចឹងបើសិនជាគេសួរអញ្ចឹងបើសិនជាយើងញ៉ាំបាយរួចហើយណាយើងអត់និយាយថា我吃好了ទេដោយសារវាកន្លងផុតទៅយើងយូរដែរយើងឆ្លើយថា我吃过了我吃过了你吃饭好了吗你吃饭了吗我吃过了យើងប្រើ我吃过了ប៉ុន្តែកន្លែងនេះ我吃好了នេះគឺចង់បញ្ជាក់ពីស្ថានភាពនៅកន្លែងហ្នឹងភ្លាមហ្នឹងហើយតើអ្នកញ៉ាំបាយនៅខ្ញុំញ៉ាំហើយ我吃好了ចឹងយើងអាចប្រើពាក្យនឹងបានណាចឹងកន្លែងនេះចង់បញ្ជាក់អំពី好អូខេយើងមកមើលឧទាហរណ៍今晚的电影小刚已经买好票了អញ្ចឹងរឿងកុននៅយប់នេះណារឿងកុននៅយប់នេះសៅកាំងបានទិញសម្បត្តិរួចហើយអ៊ីជីងចុចលឿនេះបញ្ជាក់អំពីអីបញ្ជាក់អំពីអ្វីមួយដែលរួចហើយណាដែលបានធ្វើរួចហើយដែលបានកន្លងផុតអញ្ចឹងសម្បត្តិកុនយប់ហ្នឹងសៅកាំងគឺគាត់បានទិញរួចហើយមែនទេ好饭还没煮好请你等一会儿អញ្ចឹងបាយនេះអត់ទាន់ធ្វើរួចទេបានអត់ទាន់ដាំហើយទេណាអត់ទាន់ដាំឆ្អិនទេសូមអ្នកចាំមកប្រែសិនណា请你等一会儿吧等你等一下请你等一下吧是这个意思好第3去旅游的东西准备好了吗អញ្ចឹងអីវ៉ាន់ដែលត្រៀមទៅទេសចរដែលត្រៀមទៅដើរលេងដើរកំសាន្តហ្នឹងតើអ្នករៀបចំវាហើយនៅ准备好了吗ត្រៀមហើយនៅ我还没想好要不要跟你去呢
ខ្ញុំមិនទាន់គិតហើយថាត្រូវទៅមួយអ្នកទេមែនទេយ៉ាព្រោះយ៉ាក៏នេះឈឺនៅអូខេចឹងនេះគឺជាការប្រើហៅហើយវាប្រើនៅខាងក្រោយគេយ៉ាសាប់ឧទាហរណ៍គេหมายហៅអញ្ចឹងหมายនេះគឺគេយ៉ាសាប់មែនទេទិញអូខេជួហៅនេះធ្វើហើយអញ្ចឹងធ្វើគឺគេយ៉ាសាប់ដែរជួជួនបីហៅរៀបចំហើយជួនបីក៏គេយ៉ាសាប់ដែរត្រៀមណាឬក៏រៀបចំអូខេអញ្ចឹងវាគឺជាណានេះគឺជាការប្រើរបស់រវាងពាក្យហៅនៅក្នុងភាសាចិនហើយខាងក្រោមនេះគឺមាននៅឧទាហរណ៍លំហាត់ឲ្យយើងធ្វើអញ្ចឹងកន្លែងនេះគឺ老师ត្រៀមទុកឲ្យអ្នកនរគ្នាធ្វើការនៅផ្ទះណាអញ្ចឹងនេះគឺជារៀនប៉ុណ្ណឹង好同学们再见